សួស្តីបងប្អូនទាំងអស់គ្នាចឹងខ្ញុំនឹងបង្ហាញអំពីរបៀបយើងធ្វើការរាប់ stock depot ហើយនឹងធ្វើការ loading stock សម្រាប់លក់នៅជា stock ក្នុងដៃសម្រាប់លក់នៅថ្ងៃស្អែកចឹងដំបូងយើងចូលមកក្នុងទូរស័ព្ទយើងមកយើងបើកកម្មវិធីរូបចាប់ដៃ PAK ពណ៌ក្រហមនេះមកចឹងដំបូងឡើយយើងចុចលើពាក្យនេះយកពាក្យ all ចឹងខាងលើនេះគឺជាឈ្មោះ depot ដែលគ្រប់ salesman stocky ហើយនឹង salesman ខេត្តគឺនឹងមានឈ្មោះ depot ដែលរបស់ពួកគេនៅខាងលើជានិច្ចអញ្ចឹងខ្ញុំនឹងញែកឲ្យបានពីការឡើង stock សម្រាប់ van stocky van UPC ហើយនឹង van ខេត្តចំពោះ van ភ្នំពេញគឺมันចាំបាច់តម្រូវឲ្យធ្វើការ loading កូដ L07 នេះទេដើម្បីធ្វើជា stock ក្នុងដៃសម្រាប់លក់នៅថ្ងៃស្អែកដោយសារតែពួកគាត់ត្រូវបើកអីវ៉ាន់ពីឃ្លាំងអញ្ចឹងប្រសិនបើគាត់លោតអីវ៉ាន់ពីឃ្លាំងមកយើងនឹងយក stock ដែលគាត់បានឡើងពីឃ្លាំងហ្នឹងធ្វើជា stock ក្នុងដៃសម្រាប់ឲ្យគាត់លក់នៅថ្ងៃស្អែកតែម្ដងអត់មានធ្វើការ loading L07 នេះទេហើយក៏អត់មានរាប់ stock depot ឬក៏ stock key owner គាត់រៀងរាល់ល្ងាចដែរសូមបញ្ជាក់អញ្ចឹងវីដេអូនេះខ្ញុំបង្ហាញសម្រាប់តែ stock key ហើយនឹងvan UPC ទេអញ្ចឹងចំពោះ van UPC គេមានឈ្មោះ depot ហើយលេខកូដ HS នេះហើយឈ្មោះ run minute ហ្នឹងជា depot ចំពោះ stock key គេមានលេខកូដនិងឈ្មោះគេផ្សេងទៀតតែ process ដូចគ្នាទេអញ្ចឹងអានេះគឺជាកូដដែលយើងសម្រាប់ឡើងបន្ថែមអញ្ចឹងដំបូងឡើយពួកគាត់ត្រូវរាប់ stock ម្ចាស់ depot ដែលមានសិនទើបគាត់មកអាចឡើង stock សម្រាប់លក់នៅថ្ងៃស្អែកបានអញ្ចឹងឧទាហរណ៍ថាគាត់អត់ចង់ឡើងរាប់ stock depot ទេគាត់មក loading តែម្ដងអញ្ចឹងកន្លែងហ្នឹងគឺគាត់អត់អាចឡើងបានទេគឺមាន message ប្រាប់ថាសូមរាប់ stock ម្ចាស់ depot ឬម្ចាស់ stock សិនទើបអាចមកធ្វើការ loading ហ្នឹងដើម្បីហេតុផលអីដែលយើងត្រូវឲ្យរាប់ stock ម្ចាស់ depot ឬក៏ម្ចាស់ stock សិនដោយសារតែយើងត្រូវការដឹងថា stock ម្ចាស់ depot មានប៉ុន្មានហើយទើបឲ្យខាង salesman មក loading នេះទៅតាម stock ដែល depot មានអត់អាចថា depot មានតែ5គាត់មក load 50អញ្ចឹងគឺអត់បានទេគឺត្រូវតែ balance គ្នាទើបអាច loading លក់នៅថ្ងៃស្អែកបានជៀសវាងគាត់ load លើសទៅនៅពេលដែលគាត់វាយបងបាន issue ទៅនៅក្នុង system យើងខាងក្នុងក៏អត់អនុញ្ញាតឲ្យ issue បងនឹងបានដែរអូខេអញ្ចឹងខ្ញុំត្រឡប់ទៅរាប់ stock សិនអញ្ចឹងដំបូងឡើងយើងត្រូវចុចលើសញ្ញាព្រួយនេះនឹងឃើញឈ្មោះ depot យើងនៅខាងលើអញ្ចឹងប៉ះលើឈ្មោះហ្នឹងមកអញ្ចឹងដើម្បីរាប់ stock បានយើងត្រូវការធ្វើការថតរូប check in នៅកន្លែងហ្នឹងមួយសិនហើយរើសប្រភេទ check in ជាការរាប់ stock ប្រចាំថ្ងៃនេះ daily រាប់ stock តោះមកយើងចុចថតរូបនេះយើងថតនៅផ្ទះ depot ហ្នឹងកន្លែងឡើង stock ក៏បានមុខផ្ទះ depot បានរួចរាល់ហើយយើងចុចពាក្យ OK តមកទៀតអ្វីដែលយើងត្រូវធ្វើគឺយើងចុចមកកន្លែង stock ខាងលើនេះដើម្បីធ្វើការរាប់ stock ម្ចាស់ depot អញ្ចឹងដោយថាតែកន្លែងនេះគឺមាន37មុខគឺជាប្រវត្តិទំនិញដែលគាត់បានទិញពីយើងពីមុនណាអញ្ចឹងយើងត្រូវរាប់មុខទំនិញហ្នឹងឲ្យបានគ្រប់មុខទាំង37 SKU នឹងឡើងវិញអញ្ចឹងនៅកន្លែងហ្នឹងយើងឃើញមានខ្មៅដៃហើយនឹងរូបត្រកអញ្ចឹងរូបត្រកនេះគឺចំនួនយើងរាប់ម្ដងបាន10មុខអញ្ចឹងយើងប៉ះលើហ្នឹងមកអូខេអញ្ចឹងនៅកន្លែងរាប់ stock ជារូបត្រកនេះគឺវាមានបង្ហាញមុខទំនិញម្ដងគឺ10មុខឲ្យយើងហើយបើយើងចង់រាប់10មុខនឹងចប់យើងចង់ទៅបន្ថែមទៀតយើងប៉ះកន្លែងបន្ថែមមុខទំនិញនេះមកឬយកទំព័រទី2ទី3ទី4បន្ថែមទៅវានឹងទាញ10មុខវាមកបន្ថែមឥឡូវខ្ញុំឧទាហរណ៍ខ្ញុំរាប់ទំព័រទី1នេះមាន10មុខពីលេខ1ទៅដល់លេខ10នេះចាស់នេះជាលេខរៀងទំនិញអញ្ចឹងមកចឹងបើ depot មានមុខទំនិញហ្នឹងយើងចាំបាច់ត្រូវរើសឈ្មោះទំនិញហើយនឹងបរិមាណដែលនៅសល់ជាក់ស្ដែងហ្នឹងវាយបញ្ចូលឧទាហរណ៍អញ្ចឹងហើយចំពោះទំនិញណាដែលអត់មានយើងមិនបាច់បំពេញព័ត៌មានកន្លែងនេះក៏បានដែរយើងអាចរំលងវាអញ្ចឹងណាអូខេចឹងយើងរើសបរិមាណវាយអីចឹងទៅតាមមុខទំនិញជាក់ស្ដែងទៅ
ចឹងទៅតាមមុខទៅមុខទំនិញណាអត់មានយើងអត់ពេញក៏បានដែរតបមកយើងខ្ញុំសន្មតថាខ្ញុំរាប់ចប់ត្រឹមហ្នឹងហើយយើងវាយបរិមាណនឹងមកបន្ទាប់មកយើងត្រូវចុចប៊ូតុង save កន្លែងនេះអញ្ចឹងវា save កន្លែងនេះគឺវា save 10មុខដំបូងនេះចូលសិនអញ្ចឹងចុចមកកន្លែងនេះនៅពេលដែលយើងរើសថ្ងៃខែខុសវានឹងបង្ហាញយើងអញ្ចឹងណាអញ្ចឹងខ្ញុំរើសសិនលេខរៀងកន្លែងនេះវាប្រាប់ថាលេខរៀងទី1អញ្ចឹងយើងឡើងទៅលេខរៀងទី1មកមើលរើសខុសថ្ងៃអូខេដូចគ្នាដែរលេខរៀងទី5នៅពេលដែលយើងរើសថ្ងៃខែខុសគឺវាអត់ឲ្យទៅទេអូខេអញ្ចឹងអានេះយើង save 10មុខដំបូងអញ្ចឹងខាងលើឃើញវា highlight ដាក់ផ្កាយពីមុខទំនិញដែលយើងបានរាប់ហើយអញ្ចឹងយើងបន្តទៅមុខទៀតអញ្ចឹងមកយើងវាយបរិមាណដូចគ្នាអញ្ចឹងទៅតាមជាក់ស្ដែងដែល depot មានអញ្ចឹងណាអញ្ចឹងខ្ញុំសន្មតប៉ុណ្ណឹងកុំឲ្យវីដេអូនេះវាវែងពេកអូខេ save មួយទៀតទី2ហើយអញ្ចឹងយើងនៅ3 4ហ្នឹងអញ្ចឹងយើងវាយទៀតមកធ្វើពេញព័ត៌មានថ្ងៃខែផុតកំណត់ហើយចុចពាក្យ save មកអញ្ចឹងទំនិញណាដែលអត់មានយើងមិនបាច់វាយក៏បានតែយើងម្លងវាអញ្ចឹងទៅហើយចុច save យកតែម្ដងអញ្ចឹងហើយនៅសល់តែ5ទៀតដោយសារវាមាន47 46មុខអញ្ចឹងបើអត់មានអីទេខ្ញុំសន្មតថាអត់វាយអញ្ចឹងណាវាយតោះមកយើងចុច save អញ្ចឹងគឺគ្រប់អស់ហើយយើងចុចខ្មៅខ្វែងបិទយើងរាប់នឹងវិញទៅអូខេអញ្ចឹងខាងក្រោមនេះគឺជាទំនិញដែលយើងរាប់នៅល្ងាចហ្នឹង depot មានប៉ុន្មានអញ្ចឹងណាអញ្ចឹងយើងចាំទៅ my boy មានមួយកេះគ្រឿងអីនេះអញ្ចឹងយើងអាចធ្វើការ confirm ឲ្យ print វាក៏បានដែរតបមកយើងចុចពាក្យ confirm បើសិនជាយើងអត់មានកែប្រែថែមថយទៀតអញ្ចឹងបើមានទំនិញណាយើងចង់ថែមក្រៅពីក្នុងកត្រកហ្នឹងយើងអាចចុចខ្មៅដៃបន្ថែមក៏បានដែរតបមកយើង confirm បញ្ចប់ការរាប់ stock តបមកយើងមើលបរិមាណហ្នឹងទៅ my boy មានមួយកេះអញ្ចឹងនៅពេលណាដែលយើងទៅ load គឺយើងត្រូវទៅ load មួយកេះឬក៏តិចជាងមួយកេះនឹងអត់ឲ្យលើសមួយកេះទេកន្លែងនេះយើងត្រូវចុចview ហើយ print ឬក៏ធ្វើវាជា PDF ទុកហើយ sync មកកាន់ក្រុមហ៊ុនទិន្នន័យហ្នឹងមួយទៀតកន្លែងនេះខ្ញុំអត់ sync ទេខ្ញុំ save សិនទុកអត់ទាន់ sync ในករណីនេះតែធាតុពិតគឺយើងត្រូវចុច sync ខាងក្រោមនេះប៊ូតុង sync នេះអញ្ចឹងខ្ញុំសូមចុចពាក្យ save សិនដើម្បីបញ្ចប់ទៅមកទៅ check out នេះវាអត់តម្រូវឲ្យយើងមកពេញ note